គឺពួកគេបានឆ្លោះប្រកែកគ្នានិងវាយតប់គ្នាក្នុងសាលាច្រើនដងហើយបានជាខ្ញុំហៅអាណាព្យាបាលមកដើម្បីធ្វើកិច្ចសន្យាចំពោះបញ្ហានេះតែថាធ្វើបានយ៉ាងម៉េចទៅបើប្អូនខាងនេះមិនហៅអាណាព្យាបាលមកផងនោះគឺខ្ញុំជាអាណាព្យាបាលរបស់នាងភ្លាមនោះធានអ៊ីក៏បានបង្ហាញខ្លួនឡើងធ្វើឲ្យគ្រប់គ្នារួមទាំងជីនអឺភ្ញាក់ផ្អើលជាខ្លាំងក្រែងប្អូនជាសត្វនៅទីនេះបាទមែនហើយតែខ្ញុំក៏ជាអាណាព្យាបាលរបស់ជីនអឺដែរក្មេងយ៉ាងនេះអាចធ្វើជាអាណាព្យាបាលបានដែរអ្នកស្រីសុំដែលជាម្ដាយរបស់មីណាបានស្រដីឡើងខ្ញុំមានអាយុលើសជីនអឺ4ឆ្នាំតបថាអាចធ្វើជាអាណាព្យាបាលនាងបានហើយម្យ៉ាងទៀតខ្ញុំជាអ្នកប្រាប់ឲ្យនាងតបតជាមួយក្មេងស្រីទាំង3នាក់នេះហើយខ្ញុំក៏ជាអ្នកមកប្រាប់អ្នកគ្រូរឿងសិស្សឆ្លោះគ្នាក្នុងសាលាដែរធានអ៊ីរៀបរាប់គ្រប់យ៉ាងដែលមិនខ្វល់ថាគ្រប់គ្នាគិតបែបណាមកកាន់គេហេតុអីក៏បង្រៀននាងឲ្យវាតបគ្នាអ្នកគ្រូយ៉ាងសួរព្រោះមនុស្សស្រីទាំង3នាក់នេះព្រួយគ្នាវាធ្វើបាបជីនអឺមករហូតបើមិនតបតខ្លះទេខ្លាចថាជីនអឺត្រូវខ្លាចជាជនរងគ្រោះរហូតទៅមានសំអាងស្អីមកថាក្មួយខ្ញុំព្រួយគ្នាវាធ្វើបាបក្មេងម្នាក់នេះអ្នកស្រីអយដែលជាមីងរបស់ជេកាសួរភ្លាមព្រោះមិនជឿសម្ដីរបស់អ្នកកំឡោះសិស្សគ្រប់គ្នាអាចធ្វើជាសាក្សីបានរួមទាំងរបួសនៅលើជង្គង់របស់ជីនអឺផងដែរទីនអឺនិយាយចប់ក៏រុញជីនអឺឲ្យអង្គុយនៅលើកៅអីហើយធ្វើសញ្ញាឲ្យនាងសោយសម្ពុតបន្តិចដើម្បីបង្ហាញរបួសឲ្យគ្រប់គ្នាបានឃើញមានរបួសពិតមែននេះបានន័យថាប្អូនប្រុសខាងនេះនិយាយសុទ្ធតែជាការពិតអ្នកគ្រូបញ្ជាឲ្យគ្រប់គ្នាធ្វើកិច្ចសន្យាថាមិនធ្វើបាបប្អូនខាងនេះទៀតដែលមានអាណាព្យាបាលជាសាក្សីអ្នកគ្រូយ៉ាងបញ្ជាយ៉ាងម៉ឺងម៉ាត់បន្ទាប់ពីបានឃើញរបួសនៅលើជង្គង់របស់ជីនអឺហើយនោះដែលគ្មានជំរើសក្រុមឆ្នះទាំង3នាក់ក៏បានធ្វើកិច្ចសន្យាដែលមានអាណាព្យាបាលសញ្ញាជាសាក្សីលុះធ្វើរួចរាល់ហើយក៏នាំគ្នាបែកផ្លូវគ្នាត្រឡប់ទៅលំនៅឋានរៀងខ្លួនខ្ញុំពិតជាអរគុណសាច់ច្បងណាស់បើមិនបានសាច់ច្បងជួយទេខ្ញុំប្រហែលជាជីនអឺដែលយឺតៗតាមក្រៅអ្នកកំឡោះទាំងមិនភ្លេចពោលពាក្យអរគុណដោយទឹកមុខស្វិតស្រពោននាងបាននាំបញ្ហាឲ្យគេហើយនាងពិតជារអិលចិត្តណាស់ទោះជាគេអាចដោះស្រាយរឿងនេះបានដោយជោគជ័យតែបើមិនដោយសារគេក៏មិនបាច់ចេញមុខមកធ្វើបែបនេះដែរជីនអឺដែលយឺតៗតាមក្រៅអ្នកកំឡោះទាំងមិនភ្លេចពោលអរគុណដោយទឹកមុខស្វិតស្រពោននាងបាននាំបញ្ហាឲ្យគេហើយនាងពិតជារអៀលចិត្តណាស់ទោះជាគេអាចដោះស្រាយរឿងនេះបានដោយជោគជ័យតែបើមិនដោយសារតែនាងទេគេក៏មិនបាច់ចេញមុខធ្វើរឿងបែបនេះដែរខ្ញុំសង្ឃឹមថាថ្ងៃក្រោយគ្មានរឿងបែបនេះកើតឡើងទៀតទេធានអ៊ីនិយាយយ៉ាងម៉ឺងម៉ាត់ទឹកមុខស្មាថេងហាក់បង្ហាញការមិនពេញចិត្តចំពោះរឿងនេះចាខ្ញុំមិននាំទុកដល់សាច់ច្បងទៀតទេហើយខ្ញុំពិតជាអរគុណសាច់ច្បងខ្លាំងណាស់ដែលការពារខ្ញុំចាំទុកខ្ញុំការពារនាងចំពោះរឿងអ្វីដែលនាងមិនបានខុសតែប៉ុណ្ណោះគេទទួលស្គាល់ថាបានការពារនាងតែគេក៏បញ្ជាក់យ៉ាងច្បាស់លាស់ថាការពារព្រោះអ្វីហើយបើថ្ងៃមុខគេមិនការពារនាងនោះគឺដោយសារតែអ្វីបើអញ្ចឹងសាច់ច្បងប្រហែលជាត្រូវការពារខ្ញុំរហូតហើយព្រោះខ្ញុំគ្មានថ្ងៃធ្វើខុសទេឲ្យច្បាស់ថាគ្មានថ្ងៃសាងកំហុសគេមិនជឿទេថាមានមនុស្សដែលមិនចេះសាងកំហុសតែបើនាងធ្វើបានគេក៏ត្រេកអរព្រោះគេក៏ចង់ការពារក្មេងស្លូតបូតស្មោះត្រង់ដូចជានាងរហូតដែរប្រសិនបើនាងមិនសាងកំហុសមែននោះគេក៏មិនបដិសេធតែប្រសិនបើនាងចង់បានជំនួយពីគេបើអញ្ចឹងខ្ញុំសូមនាងសាច់ច្បងត្រឡប់ទៅផ្ទះសិនហើយថ្ងៃក្រោយជួបគ្នាអ្នកកំឡោះគ្រោះហឹមដើមកហើយក៏បោះចំហៀនសម្ដៅទៅកន្លែងចតឡានដោយដើរច្រែងហៅប៉ៅខោតាមទំនាប់ភ្លាមនោះគេក៏ជ្រួញចិញ្ចៅបំពេលដដៃរបស់គេប៉ះដបម្យ៉ាងទើបគេដកមកមើលឃើញថាជាដបថ្នាំដែលគេយកមកពីផ្ទះបំណងឲ្យនាងតែដោយសារមានបញ្ហាជាមុនទើបគេភ្លេចមិនបានឲ្យនាងធានអ៊ីបង្វែរកាយងាកមុខទៅរកនាងក៏បានឃើញនាងដើរហួសឆ្ងាយគូសមទើបសម្រេចចិត្តបើកឡានតាមតែដោយសារច្រកចេញពីសាលាស្ទះបន្តិចទើបធ្វើឲ្យនាងតូចដើរទៅកាន់តែឆ្ងាយពីគេឈូរំពេចនោះភ្លៀងក៏បានធ្លាក់ចុះ
ស្រោចស្រពរាងកាយតូចច្រឡឹងរបស់ជីនអឺដែលកំពុងតែធ្វើដំណើរថ្មើរជើងត្រឡប់ទៅកន្លែងស្នាក់នៅវិញដោយសារតែឃើញថាភ្លៀងខ្លាំងពេកទើបនាងចូលជ្រកក្រោមដើមឈើធំមួយទាំងអោបដៃជាប់ណែនព្រោះរងាដោយសារតែភ្លៀងទទឹកសម្លៀកបំពាក់នាងជោកអស់ទៅហើយថ្ងៃក្រោយគួរតែដាក់ឆ័ត្រតាមកតាបកុំឲ្យទទឹកភ្លៀងបែបនេះទៀតស្រីក្រមុំភ្ញាក់ព្រឺតនៅពេលដែលបានឮសំឡេងអ្នកណាក៏មិនដឹងបន្លឺក្បែរត្រចៀកនាងថែមទាំងគ្របអាវធំលើស្មារបស់នាងដើម្បីកាត់បន្ថយភាពរងាឲ្យនាងថែមទៀតផងសាច់ច្បងធានអ៊ីជីនអឺត្រេកអរមួយរំពេចនៅពេលដែលងាកមុខទៅក៏ឃើញថាជាធានអ៊ីដូច្នេះចាំខ្ញុំជូនទៅកន្លែងស្នាក់នៅរបស់នាងអ្នកកំឡោះនិយាយចប់ក៏បាំងឆ័ត្រឲ្យនាងដើរទៅរកឡានកាន់តែធ្វើឲ្យស្រីក្រមុំរំភើបញាប់ញ័រក្រៃលែងទឹកមុខញញឹមជាប់ជះពន្លឺរស្មីនៃក្តីសង្ឃឹមអ្វីម្យ៉ាងរហូតនាងបានចូលអង្គុយនៅក្នុងឡានត្រង់កៅអីខាងមុខក្បែរតែកង់ធានអ៊ីក៏បានបញ្ជាចង្កូតរថយន្តបោះពួយសម្ដៅទៅទីកន្លែងដែលនាងស្នាក់នៅតាមការចង្អុលមកហាងសាច់ច្បងស្រឡាញ់មនុស្សស្រីបែបនេះសុកនាងក៏សួរបែបនេះធ្វើឲ្យធានអ៊ីងាកសម្លឹងមុខនាងបន្តិចមុននឹងសម្លឹងមើលផ្លូវបន្តដោយស្មារតីប្រុងប្រយ័ត្នស្លូតបូតស្មោះត្រង់ទន់ភ្លន់ហើយក៏រឹងមាំគេឆ្លើយបែបហីហីផ្ទុយពីអ្នកកំពុងស្ដាប់ដែលញយស្នាមញញឹមទ្វេដងបេះដូងតូចមួយហាក់កំពុងតែរីកដោយសារតែគិតថាគ្រប់យ៉ាងដែលគេនិយាយមុននេះនាងមានទាំងអស់អាចទេដែលគេនិយាយនេះសំដៅមកលើនាងសិស្សច្បងគិតបែបណាចំពោះខ្ញុំក្រឹងស្រាប់ពេលដែលជីនអឺសួរសំណួរបែបនេះទូរស័ព្ទរបស់ធានអ៊ីក៏បានរលឡើងទើបគេមិនបានឮពីអ្វីដែលនាងបាននិយាយឯនាងតូចក៏ស្ងាត់មួយរំពេចទុកឱកាសឲ្យគេបាននិយាយទូរស័ព្ទអាឡូស៊ីជឺអូនខនមកបងមានការអីអូនកំពុងចាំបងញ៉ាំបាយជាមួយគ្នាពេលណាបងមកដល់បន្តិចទៀតបងទៅដល់ហើយអូនចាំមួយពេលទៀតណាអូខេចាទូតការសន្ទនាក៏បានបញ្ចប់ធានអ៊ីក៏បានងាកមកសួរជីនអឺមុននេះនាងនិយាយថាម៉េចអូគ្មានអីទេសាច់ច្បងអ្នកកំឡោះក្រហមដាំក៏បន្តិចហើយក៏មិនថាំល្បឿនរថយន្តព្រោះប្រញាប់ទៅជួបនរណាម្នាក់ចំណែកជីនអឺក៏បានត្រឹមតែឆ្ងល់ថាមុននេះគេនិយាយជាមួយអ្នកណាប្រើភាសាអូនបងពីរោះយ៉ាងនេះប្រហែលមិនមែននិយាយជាមួយមិត្តភក្តិទេដឹងនាងតូចបានត្រឹមតែងឿងឆ្ងល់តែក៏មិនហ៊ានសួររហូតទៅដល់កន្លែងស្នាក់នៅនាងនិងគេក៏បានបែកផ្លូវគ្នាតែម្ដងព្រឹកព្រលឹមបានមកដល់ជីនអឺប្រញាប់ប្រញាល់មកសាលាព្រោះត្រូវយកអាវមកឲ្យធានអ៊ីវិញដោយសារនាងបានបោកអ៊ុតយ៉ាងស្អាតត្រាំទឹកក្រអូបឡើងក្រអូបឈ្ងុយសាយភាយពេញក្នុងថង់ស្រីក្រមុំដើរទៅក្រៅសាលាព្រោះឧស្សាហ៍ឃើញគេអង្គុយអានសៀវភៅនៅក្រោមដើមឈើធំមួយដែលជាកន្លែងស្ងប់ស្ងាត់មិនសូវមានមនុស្សឆ្លងកាត់នាងតូចមិនច្បាស់ទេថាបានជួបគេឬអត់តែមិនដឹងថាត្រូវទៅកន្លែងណាផ្សេងពីនេះទើបចេះតែមកសង្ឃឹមថាបានជួបគេដោយបំណងផងចុះលុះមកដល់នាងក៏បានឃើញគេពិតមែនតែលើកនេះខុសពីលើកមុនដោយសារការពីមុនឲ្យតែបានជួបគេនាងតែងតែញញឹមស្រស់បោះជានិច្ចតែលើកនេះទឹកមុខរបស់នាងបែរជាស្រពោននៅពេលដែលនាងបានឃើញធានអ៊ីកំពុងអង្គុយអានសៀវភៅដែលមាននារីស្រស់ស្អាតម្នាក់អង្គុយកៅស្មារបស់គេយ៉ាងស្និទ្ធស្នាលពួកយើងតាក់ទងគ្នាជិត1ឆ្នាំហើយបងនៅមិនទាន់ប្រាប់អូនពីគ្រួសាររបស់បងទេព្រោះអូនមិនដែលសួរឥឡូវអូនសួរហើយបងប្រាប់បានទេមានអីមិនបានប៉ារបស់បងឈ្មោះហ្វាំងសានអ្នកម៉ាក់ឈ្មោះស៊ីងមៀកហើយបងប្រុសរបស់បងឈ្មោះហ្វាំងហុងអ៊ីនចុះគ្រួសាររបស់អូនគ្មានគ្រួសារទេលោកពុកអ្នកម៉ែស្លាប់ចោលអូនតាំងពីអូននៅក្មេងអូនត្រូវត្រដោះរស់ដោយខ្លួនឯងទម្រាំបានប៉ុណ្ណេះអូនពិតជាលំបាកណាស់អូនទ្រាំលំបាកបន្តិចទៅមិនយូរទេពួកយើងនឹងរៀបការជាមួយគ្នាហើយបងនឹងមើលថែអូនឲ្យបានល្អបំផុតក្តុបគ្រាន់តែបានឮថាពួកគេមានគម្រោងរៀបការជាមួយគ្នាជីនអឺដែលបានឈរស្ដាប់ស្រាប់តែធ្លាក់ថង់អាយទៅលើដីលន់សុកក្តុបធ្វើឲ្យគូស្នេហ៍ទាំងពីរនាក់ងាកមកទៅកាន់ប្រភពសម្លេងយ៉ាងរហ័សឃើញថាជានាងដូច្នេះធានអ៊ីក៏បានសួរភ្លាម
មកទីនេះធ្វើអីជីនអើខ្ញុំយកអាវមកជូនសាច់បងវិញជីនអើព្យាយាមសម្រួលអារម្មណ៍ហើយអោនរើសថងអាវហុចឲ្យអ្នកកំឡោះទាំងមិនហ៊ានមើលមុខរបស់គេសោះអូនាងទៅវិញចុះធានអ៊ីទទួលថងអាវពីនាងហើយក៏ឲ្យនាងតូចត្រឡប់ទៅវិញដែលគេរហ័សងាកមកនិយាយជាមួយគូស្នេហ៍ក្នុងន័យបកស្រាយគឺបែបនេះណាសិជឺម្សិលមិញបងឃើញនាងទៅទឹកភ្លៀងទើបឲ្យអាវនាងខ្ចីពាក់សិនដើម្បីកុំឲ្យរងាអូនកុំយកច្រឡំអីណាអូនមានបានថាអីណាបងមិនចាំបាច់បារម្ភពេកទេព្រោះអូនជាមនុស្សមានហេតុផលលើពីនេះអូនជឿជាក់លើបងគ្រប់យ៉ាងការសន្ទនារបស់ពួកគេត្រូវជីនអើស្ដាប់ឮគ្រប់យ៉ាងនាងបោះជំហានចាក់ចែងទាំងគ្មានវិញ្ញាណនៅក្នុងខ្លួនតាមពិតមនុស្សស្រីដែលធានអ៊ីនិយាយទូរស័ព្ទជាមួយកាលពីម្សិលមិញគឺជាសង្សាររបស់គេមានសង្សារហើយគេថែមទាំងស្រឡាញ់សង្សាររបស់គេខ្លាំងណាស់ចំណែកនាងបានត្រឹមតែស្រមើស្រមៃគិតច្រើនតែម្នាក់ឯងថាគេមានចិត្តសមមកហើយមនុស្សស្រីល្ងងដូចជានាងស័ក្តិសមនឹងជួបរឿងបែបនេះហើយជីនអើទៅមកពីណាពេលនោះហុងអ៊ីនក៏បានបង្ហាញខ្លួននៅចំពោះមុខនាងទើបនាងតូចព្យាយាមរងាប់អារម្មណ៍ហើយញញឹមដាក់គេធ្វើដូចជាគ្មានរឿងអីកើតឡើងខ្ញុំចេះតែដើរមើលទេសភាពប៉ុណ្ណោះយ៉ាងម៉េចហើយរឿងដែលខ្ញុំសួរកាលពីថ្ងៃមុនគេបង្ហាញខ្លួននៅចំពោះមុខនាងក៏ដោយសារតែរឿងនេះគេមកទារពាក្យសន្យាពីនាងចង់ដឹងថានាងសម្រេចចិត្តបែបណាគ្រួសាររបស់សាច់បងមានខ្លាំងណាស់ចំណែកខ្ញុំត្រឹមជាក្មេងកំព្រាម្នាក់ច្បាស់ជាមិនអាចទៅរួចស្រាប់ហើយជីនអើមិនហ៊ានបដិសេធតែក៏លើករឿងនេះមកសំអាងព្រោះមុននេះនាងឮធានអ៊ីនិយាយពីឈ្មោះឪពុកម្ដាយរបស់គេទើបនាងចាំបានថានាងធ្លាប់ឃើញតាមទស្សនាវដ្តីដែលបានសរសេរអំពីគ្រួសារត្រកូលហ្វាងថាជាអ្នកមានកប់ពពកមានចំនួនដ៏ធំប្រចាំត្រកូលដូច្នេះគ្មានផ្លូវដែលស្រីក្រីក្រដូចជានាងមានសំណាងបានតាក់ទងជាមួយកូនប្រុសត្រកូលហ្វាងនោះទេបងស្គាល់គ្រួសាររបស់បងច្បាស់ណាស់ដូច្នេះបងមានវិធីដើម្បីឲ្យពួកយើងអាចកសាងគ្រួសារជាមួយគ្នាបានហុងអ៊ីនស្រដីយ៉ាងច្បាស់លាស់បញ្ជាក់ច្បាស់ណាស់ថាគេប្រកបប្រជាជាមួយនាងទើបត្រៀមគ្រប់យ៉ាងស្រេចបាច់យ៉ាងនេះចំណែកនាងតូចក៏បានដឹងច្បាស់ផងដែរចំពោះរឿងនេះតែឲ្យធ្វើយ៉ាងម៉េចបើបេះដូងរបស់នាងចាប់ជំពាក់ជាមួយប្អូនប្រុសរបស់គេហើយនោះនាងមិនអាចតាក់ទងជាមួយគេទាំងដែលនាងមិនបានស្រឡាញ់គេនោះទេតែនាងក៏នឹកឃើញរឿងមួយយ៉ាងជួនកាលទង្វើល្អរបស់គាត់អាចធ្វើឲ្យឯងភ្លេចប្រុសម្នាក់នោះក៏ថាបានគួរតែបើកឱកាសឲ្យខ្លួនឯងដើម្បីស្វែងរកសុភមង្គលដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បានទៅចាយល់ព្រមព្រោះតែនឹកគិតថាគេជាមនុស្សល្អនៅក្បែរយូរទៅនាងច្បាស់ជាចាញ់ក្រោមអំពើល្អរបស់គេហើយអាចបំភ្លេចធានអ៊ីបាននិងងាកមកស្រឡាញ់ហុងអ៊ីនវិញទើបនាងយល់ព្រមទាំងញញឹមហើយក៏គ្មានស្ទាក់ស្ទើរបែបនេះអរគុណណាស់បន្ទាប់ពីរៀនចប់បងនឹងប្រាប់ពីទំនាក់ទំនងរបស់ពួកយើងឲ្យលោកប៉ាន់អ្នកបានដឹងហុងអ៊ីនអរភើបផ្ដល់ការសន្យាយ៉ាងច្បាស់លាស់មកកាន់នាងមុននឹងទាញនាងមកអោបចាប់ទ្រង់ប្រកបដោយស្នាមញញឹមយ៉ាងមានក្តីសុខបំផុតពេលវេលាចេះតែកន្លងផុតទៅហុងអ៊ីននិងធានអ៊ីក៏បានរៀនចប់ព្រោះគេរៀនថ្នាក់ដំណើរគ្នាទើបចប់ព្រមគ្នាបែបនេះហុងអ៊ីនក៏មិនបានភ្លេចពាក្យសន្យាទើបណាប់ជីនអើតុបតែងខ្លួនយ៉ាងស្អាតបាតដើម្បីមកជួបប៉ាម៉ាក់របស់គេតាមការគ្រោងទុកនាងតូចដើរចូលមកក្នុងភូមិគ្រឹះហ្វាងតាមការនាំផ្លូវរបស់អ្នកកំឡោះទាំងនាងកំពុងតែភ័យបុកពោះព្រោះជាលើកដំបូងដែលនាងបានមកជួបពួកគាត់ថែមទាំងចាញ់ច្រាបនឹងទិដ្ឋភាពភូមិគ្រឹះមួយនេះជាខ្លាំងលោកប៉ាម៉ាក់ខ្ញុំនាំជីនអើមកណែនាំឲ្យលោកប៉ាម៉ាក់បានស្គាល់ប្រកកំឡោះស្រដីទៅកាន់ឪពុកម្ដាយដែលកំពុងតែអង្គុយជជែកគ្នាតាមគម្លាប់មនុស្សចាស់ជំរាបសួរអំប្រុសអំស្រីខ្ញុំឈ្មោះខែជីនអើជាសង្សាររបស់ខ្ញុំហុងអ៊ីនបន្តពីក្រោយនាងក្រមុំព្រោះដឹងថានាងមិនហ៊ាននិយាយឃើញបែបនេះលោកហ្វាងបានញូចស្នាមញញឹមនិងស្រដីឡើងយ៉ាងពីរោះល្អណាស់ទីបំផុតប៉ាចិត្តបានកូនប្រសាហើយនាងជាកូនចៅអ្នកណាអ្នកស្រីមៀកសួរភ្លាមព្រោះគាត់មិនបានចិត្តទូលាយដូចជាស្វាមីទេ
អ្នកដែលអាចធ្វើជាកូនប្រសារនៅទីនេះបានតតែជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភប៉ុណ្ណោះទើបស័ក្តិសមជាមួយកូនប្រសាររបស់គាត់ជីនអើជាក្មេងកំព្រាឪពុកម្ដាយស្លាប់ចោលតាំងពីនាងមានអាយុ12ឆ្នាំតែគាត់បានបន្សល់ទុកទ្រព្យសម្បត្តិទាំងអស់ឲ្យនាងព្រោះនាងជាកូនតូចហុងអ៊ីននិយាយចំនួនទ្រព្យសម្បត្តិមានប្រហែលប៉ុន្មានមិនច្បាស់ទេម៉ាក់ព្រោះមានទាំងលុយសុទ្ធវិឡាខុនដូរីសតនិងដីជាច្រើនកន្លែងនិងបណ្ដំជាជួរមិនអីទេទុកតែគ្រាន់បើដែរតាក់ទងគ្នាបានចោះបានលើបែបនេះអ្នកស្រីមៀកអាចគិតត្រួសបានថាទ្រព្យសម្បត្តិរបស់ជីនអើមានច្រើនគួរសមអាចឲ្យគាត់ទទួលយកនាងធ្វើជាកូនប្រសារបានអរគុណអ៊ំស្រីជីនអើសំពះអរគុណទាំងសាច់មិនស្មព្រោះគ្រប់យ៉ាងជាការកុហកហុងអ៊ីនបានប្រាប់នាងឲ្យនៅស្ងៀមគ្រប់យ៉ាងទុកឲ្យគេជាអ្នកចាត់ការមានតែធ្វើបែបនេះទេទើបពួកគេអាចតាក់ទងគ្នាបានទោះជានាងមិនចង់ក៏ត្រូវតែបង្ខំចិត្តធ្វើដែរព្រោះគេបាននិយាយថាបើការកុហកខ្លះអាចធ្វើឲ្យគ្រប់គ្នាមានក្តីសុខគួរតែជ្រើសយកការកុហកនោះត្រឡប់មកបច្ចុប្បន្នវិញជីនអើកូនកាត់អីហ្នឹងអ្នកស្រីមៀកហៅនាងក្រមុំជាច្រើនដងព្រោះឃើញនាងអង្គុយភ្លឹកមិននិយាយស្ដីឆ្លើយឆ្លងជាមួយគាត់សោះទាំងដែលគាត់ខំនិយាយឡើងហត់ទៅហើយអូចានាងតូចស្រាប់តែភ្ញាក់ព្រឺតពេលដែលត្រូវអ្នកស្រីមៀកហៅផងផ្ទះផងជាច្រើនដងបែបនេះម៉ាក់សួរថាកូនកាត់អីឃើញអង្គុយភ្លឹកមួយសន្ទុះហើយសុំទោសផងអ៊ំស្រីគឺយប់មិញខ្ញុំមិនសូវបានកេងទើបអាត្មានេះរឿងងងុយបន្តិចនាងព្យាយាមដោះសារទាំងសាច់មិនចង់ស៊ាំអីចឹងទេម៉ាក់ខំតែបារម្ភស្មានថាកូនកាត់អ្វីធ្ងន់ធ្ងរបើអញ្ចឹងខ្ញុំសុំទៅវិញសិនហើយអ៊ំស្រី